ទឹកក្តីណែនាំស្ដីពីវប្បធម៌ល្អនៃការចូលទៅកាន់វត្តអារាមចាប់តាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្នវត្តអារាមមិនត្រឹមតែជាបូជនីយដ្ឋានដែលពុទ្ធបរិស័ទទូទៅគោរពសក្ការៈបូជាប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាកន្លែងអប់រំបណ្ដុះនូវគុណធម៌សីលធម៌និងសុជីវធម៌ខ្មែរជាមជ្ឈមណ្ឌលថែរក្សាអក្សរសាស្ត្រឯកសារប្រវត្តិសាស្ត្រជាកន្លែងអភិរក្សស្ថាបត្យកម្មប្រពៃណីជាជង្រុកនៃទំនៀមទម្លាប់សាសនាពិធីបុណ្យផ្សេងនិងជាបេះដូងនៃអត្តសញ្ញាណជាតិទៀតផងបច្ចុប្បន្ននេះក្រសួងធម្មការនិងសាសនាសង្កេតឃើញថាមានសាធារណជនក៏ដូចជាយុវជនមួយចំនួនតូចបានប្រតិបត្តិសកម្មភាពមិនទាន់សមស្របទៅនឹងវប្បធម៌ដ៏ផូរផង់របស់ជាតិនិងធម៌វិន័យដែលព្រះសម្មាសម្ពុទ្ធទ្រង់បានបញ្ញត្តិទុកដោយបានសម្ដែងឥរិយាបថខុសឆ្គងមួយចំនួនដូចជាការស្លៀកពាក់មិនសមរម្យនិងការសម្ដែងកាយវិការមិនសមរម្យពេលចូលទៅកាន់វត្តអារាមព្រមទាំងបានថតបង្ហោះផ្សព្វផ្សាយតាមបណ្ដាញសង្គមធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់គុណតម្លៃនៃវប្បធម៌ប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរនិងជាការមិនគោរពចំពោះវត្តអារាមដែលជាបូជនីយដ្ឋានជាបញ្ញខេត្តរបស់ពុទ្ធបរិស័ទទូទៅនៅក្នុងព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋដូច្នេះដើម្បីរក្សាឲ្យបាននូវសណ្ដាប់ធ្នាប់របៀបរៀបរយល្អនិងសីលធម៌ថ្លៃថ្នូរក្នុងការចូលទៅកាន់វត្តអារាមក្រសួងធម្មការនិងសាសនាសូមធ្វើការណែនាំដូចខាងក្រោម 1. មិនត្រូវស្លៀកសម្លៀកបំពាក់មិនសមរម្យចូលក្នុងបរិវេណវត្តមានដូចជាស្លៀកសម្លៀកបំពាក់ស្ដើងអាវវាលខ្នងអាវខ្សែទោលខោឬសំពត់ខ្លីលើជង្គង់ឆាតឆាយរឹបបន្តឹងរាងកាយលិចលើលិចក្រោមទៅថ្វាយបង្គំព្រះសង្ឃថ្វាយបង្គំព្រះពុទ្ធរូបនិងថតរូបបង្ហោះផ្សព្វផ្សាយតាមបណ្ដាញសង្គមនានា 2. ត្រូវរក្សាឥរិយាបថថ្លៃថ្នូរដោយមិនប្រព្រឹត្តសកម្មភាពស្នេហាក្នុងវត្តអារាមមិនពាក់មួកមិនរោមិនចុចស៊ីផ្លេម៉ូតូឡានក្នុងបរិវេណវត្តសម្រាប់ម៉ូតូកង់ត្រូវចុះបណ្ដាលចាប់ពីខ្លោងទ្វារត្រូវដោះស្បែកជើងពេលឡើងលើព្រះវិហារឧបដ្ឋានសាលាឆាន់កុដិព្រះសង្ឃនិងទីសក្ការៈផ្សេងនិងមិននិយាយឡូឡាស្រែកហូរកញ្ជ្រៀវលេងសើចហួសប្រមាណឬប្រើពាក្យសម្ដីអសុរោះ 3. ពេលជួបព្រះសង្ឃគប្បីបង្អោនកាយឬលើកដៃសំពះបង្ហាញការគោរពហើយគប្បីប្រើភាសាឲ្យបានត្រឹមត្រូវទៅតាមសមណភាវៈពេលប្រគេនទេយ្យទានឬប្រគេនវត្ថុផ្សេងសម្រាប់ស្ត្រីត្រូវរក្សាគម្លាតពីព្រះសង្ឃមិនត្រូវឲ្យប៉ះពាល់ព្រះកាយព្រះសង្ឃចំណែកឥរិយាបថនៃការអង្គុយទាំងបុរសនិងស្ត្រីត្រូវអង្គុយបត់ជើងយ៉ាងមានរបៀបរៀបរយដោយមិនត្រូវសណ្ដូកជើងទៅរកព្រះសង្ឃឬព្រះពុទ្ធបដិមាឡើយ 4. ត្រូវចូលរួមថែរក្សាអនាម័យបរិស្ថានស្អាតក្នុងបរិវេណវត្តអារាមមិនត្រូវចោលសម្រាមពាសវាលពាសកាលនិងមិនត្រូវធ្វើឲ្យខូចខាតនៅសាសនវត្ថុគូសវាសលើជញ្ជាំងព្រះវិហារព្រមទាំងសំណង់ផ្សេង 5. មិនផឹកគ្រឿងស្រវឹងក្នុងបរិវេណវត្តនិងមិនត្រូវចូលវត្តក្នុងពេលស្រវឹង 6. មិនត្រូវយកវត្តអារាមធ្វើជាកន្លែងប្រព្រឹត្តអំពើឆបោកនិងល្បែងស៊ីសងគ្រប់ប្រភេទ 7. គ្រប់វត្តអារាមជាពិសេសអារាមទេសចរត្រូវត្រៀមក្រមាខ្មែរកន្សែងដណ្ដប់ឬសំពត់វែងសម្រាប់ពុទ្ធបរិស័ទដែលជាស្ត្រីឬជនបរទេសដែលចូលក្នុងបរិវេណវត្តហើយមិនបានត្រៀមសម្លៀកបំពាក់សមរម្យទទួលបានសេចក្តីណែនាំនេះសូមសាធារណជនជាពិសេសយុវជនមេត្តាចូលរួមថែរក្សាការពារព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋនិងចូលរួមថែរក្សាវប្បធម៌ប្រពៃណីទំនៀមទម្លាប់ដ៏ផូរផង់របស់ជាតិខ្មែរឲ្យបានខ្ជាប់ខ្ជួនក្រសួងធម្មការនិងសាសនាសង្ឃឹមយ៉ាងមុតមាំថាសាធារណជនជាពិសេសយុវជនដែលជាទំពាំងស្នងឫស្សីនឹងត្រូវចូលរួមអនុវត្តសេចក្តីណែនាំនេះឲ្យមានប្រសិទ្ធភាពនិងស្មារតីទទួលខុសត្រូវខ្ពស់ថ្ងៃប្រហ័ស11កើតខែបឋមសាទឆ្នាំមមីអត្តស័កពុទ្ធសករាជ2570រាជធានីភ្នំពេញថ្ងៃទី25ខែមិថុនាឆ្នាំ2026ហត្ថលេខានឹងត្រារដ្ឋមន្ត្រីចាយបូរិន